to do list to do list វាខុសពីកាលវិភាគដែលយើងតែងធ្វើចំពោះកាលវិភាគដែលយើងធ្វើគឺយើងនឹងកំណត់ពីពេលវេលាដែលយើងក្រោករហូតដល់ពេលវេលាដែលយើងកេងទៅវិញថាយើងនឹងធ្វើគេខ្លះចំពោះ to do list គឺវាខុសពីនេះដោយសារតែ to do list មួយនេះគឺយើងនឹងកត់តែអ្វីដែលយើងចាំបាច់នៅក្នុងការធ្វើប្រចាំថ្ងៃគឺកិច្ចការងារដែលសំខាន់ដែលយើងត្រូវបំពេញក្នុងរយៈពេលប្រចាំថ្ងៃប៉ុន្តែអ្វីដែល recommend ជាងគេ to do list គឺយើងមិនត្រូវកំណត់វាច្រើនពេកទេកាលណាដែលវាច្រើនពេកគឺយើងមិនអាចសម្រេចវាបានជោគជ័យធ្វើឲ្យយើងមានអារម្មណ៍ថាអត់ប្រយោជន៍ទោះបីជាយើងធ្វើវាបានច្រើនក៏ដោយយើងដាក់10កិច្ចការតែយើងធ្វើបានតែ5វាក៏ធ្វើឲ្យយើងខូចអារម្មណ៍ហើយយើងអត់មានចំណុចជឿជាក់លើ to do list ទៀតដែរអញ្ចឹងគឺយើងត្រូវតែធ្វើ to do list ប៉ុន្តែកំណត់វាតិចបានហើយដែលយើងអាចសម្រេចបានក្នុងពេលវេលាប្រចាំថ្ងៃនេះចុះបើសួរថារវាង to do list ហើយនឹងការវិភាគប្រចាំថ្ងៃយើងគួរធ្វើមួយណាការវិភាគប្រចាំថ្ងៃគឺយើងត្រូវតែមានដែលកំណត់កិច្ចការដែលយើងត្រូវធ្វើសម្រាប់ថ្ងៃហ្នឹងពេលវេលាយើងក្រោករហូតដល់ពេលវេលារបស់យើងកេងវិញ to do list គឺយើងត្រូវធ្វើកត់តែកិច្ចការងារដែលសំខាន់ថាយើងត្រូវធ្វើបានហើយថាយើងចំណាយពេលប្រហែលនាទីប្រហែលម៉ោងសម្រាប់ធ្វើកិច្ចការងារសំខាន់មួយនេះចាំបាច់សំខាន់ហើយយើងបន្ទាន់គឺយើងធ្វើ to do list សម្រាប់ថ្ងៃនីមួយៗកំណត់វាល្មមដែលយើងអាចធ្វើបាននោះយើងនឹងសប្បាយចិត្តអំពីលទ្ធផលដែលយើងនឹងធ្វើប្រចាំថ្ងៃ